មករយៈមុនណានៅស្រុកខ្មែរគឺគេល្បីបាញ់ត្រាងមែនទែនហើយខ្ញុំបានធ្វើញ៉ាំម្ដងហើយធ្វើលើកនេះគឺធ្វើជាលើកទី2សំខាន់រសជាតិគឺឆ្ងាញ់ណាស់បងប្អូនអើយសម្រាប់របៀបធ្វើរបស់ខ្ញុំគឺអត់មានអីច្រើនហើយញ៉ៃទេដោយសារយើងនៅស្រុកក្រៅអត់សូវមានគ្រឿងគ្រប់ចាដំបូងហ្នឹងគឺខ្ញុំច្រាំខ្ទឹមសឲ្យម៉ត់ល្អសិនមកហើយយើងដាក់ខ្ទះដាក់ប្រេងឆាហើយបំពងខ្ទឹមឲ្យឡើងឈ្ងុយនៅពេលដែលខ្ទឹមឡើងឈ្ងុយហើយគឺខ្ញុំចាក់ប្រេងម្ទេសចូលហើយប្រេងម្ទេសឆានេះគឺខ្ញុំមានលក់បើសិនជាបងប្អូនចង់បានអាចតាក់ទងទៅ page នីសាបងទេសក្តាមសេះបានបន្តមកទៀតគឺយើងដាក់ម្សៅស៊ុបខ្នុរក៏បានរ៉ូឌីក៏បានដែរដាក់បន្តិចចូលទៅហើយយើងបាច់ថែមគ្រឿងអីផ្សេងទៀតទេចាក់ដាក់តែប៉ុណ្្នឹងហើយយើងចាក់បាញ់ត្រាំងដែលយើងបានកាត់វាប្រទេសទូចៗហើយយើងចាក់ចូលហើយយើងកូរវាឲ្យញាប់ដៃបន្តិចទៅកូរវារៀងញាប់ដៃមើលទៅបាញ់ត្រាំងរបស់យើងស្រួយល្អហើយគឺយើងដាក់ចុងក្រោយហ្នឹងគឺជាមួយនឹងសាច់បាក់យ៉ុងចាសាច់បាក់យ៉ុងហ្នឹងបងប្អូនដាក់បាក់យ៉ុងសាច់ជ្រូកក៏បានបាក់យ៉ុងសាច់មាន់ក៏បានដែរគឺបានដូចគ្នាយើងដាក់បាក់យ៉ុងចូលហើយហ្នឹងយើងកូរវាឲ្យសព្វគ្នាទៀតទៅគឺរាល់ជាការស្រេចឲ្យភ្លក់តាមចំណូលចិត្តនិយាយរួមទៅបាញ់ត្រាំងហ្នឹងគឺយើងបាច់ប្រើស្ករឬមួយក៏ប៊ីចេងអីទេដាក់ទៅរ៉ូឌីបន្តិចរៀងឡំទៅគឺឆ្ងាញ់ហើយពួកអីវាមានជាតិចេញពីសាច់បាក់យ៉ុងផងប្រេងម្ទេសផងអញ្ចឹងណាប៉ុន្តែបើថាយើងនៅស្រុកខ្មែរវិញគឺយើងមានអីផ្សេងសាច់អីផ្សេងបន្ថែមទៀតក៏ដាក់ទៅតែសម្រាប់ខ្ញុំនៅស្រុកនេះគឺយើងអត់មានអីទេបងប្អូននៅតែប៉ុណ្្នឹងមកគឺឆ្ងាញ់ហើយចាប៉ុណ្្នឹងមកគឺរៀបរាល់ហើយអត់មានអីបាក់ធ្វើទេសំខាន់រូបរាងគឺមើលទៅមិនសូវស្អាតមិនសូវតំណងទេប៉ុន្តែសម្រាប់រសជាតិវិញគឺថាស្រួយឆ្ងាញ់មែនតើញ៉ាំហើយឡើងចប់មាត់ហ្មងនេះបាញ់ត្រាងបងប្អូននៅឆ្អិនរួចរាល់ហើយឡើងស្រួយឆ្ងាញ់មែនតើគាត់ថាយើងនៅស្រុកគេអត់សូវមានគ្រឿងដាក់ដូចនៅស្រុកយើងណាតែឆ្ងាញ់ឡើងស្រួយNgon hả? Ngon nhở? Ngon nhỉ?